ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការលើកយកនៅទូនាទីរបស់ក្រសួងរាយនិងធម្មពលកាលពីម្សិលមិញខ្ញុំបានចេញនៅវីដេអូអំពីក្រសួងខ្ញុំបានចេញនៅវីដេអូដែលតាក់ទងជាមួយនឹងក្រសួងការពារជាតិបាទក្រសួងការពារជាតិក៏ដូចជាក្រសួងប្រៃសណីហើយបងប្អូនបើស្នើសុំឲ្យខ្ញុំបន្តធ្វើវីដេអូដែលតាក់ទងជាមួយនឹងទូនាទីភារកិច្ចរបស់ក្រសួងនានាបន្តទៀតបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកនៅក្រសួងរាយនិងធម្មពលដើម្បីយកបច្ចេកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានយល់ដឹងហើយទទួលបានចំណេះដឹងល្អដើម្បីដឹងថាក្រសួងណាមួយមានទូនាទីភាគអីក្រសួងណាមួយមានទូនាទីធ្វើអីអញ្ចឹងយើងអាចធ្វើការឬក៏សហការជាមួយក្រសួងនោះដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ជាធ្វើអាជីវកម្មបាទចឹងក្រសួងរាយនិងធម្មពលគឺជាក្រសួងមួយដែលមានមុខងារជាសេនាធិការហើយរាជរដ្ឋាភិបាលដែលមានបេសកកម្មនិងដឹកនាំគ្រប់វិស័យទាក់ទងនឹងរាយធម្មពលព្រមទាំងវិស័យប្រេងកាតបរិមាណូស៊ីវិលរួមទាំងវិទ្យុសកម្មនិងអគ្គិសនីនៅក្នុងអនុក្រឹត្យលេខ35អនក្របកដែលចែងដោយរាជរដ្ឋាភិបាលកម្ពុជាស្ដីអំពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្មរាយនិងធម្មពលបាទអញ្ចឹងក្រសួងរាយនិងធម្មពលនេះគឺជាក្រសួងមួយដែលទូបានបេសកកម្មដឹកនាំគ្រប់គ្រងទៅលើវិស័យរាយធម្មពលទូទាំងប្រទេសកម្ពុជាបងប្អូនបាទក្រសួងរាយនិងធម្មពលក៏មានមុខងារនិងភារកិច្ចរបស់ខ្លួនដែរចឹងទី1ក្រសួងមានទូនាទីភារកិច្ចរៀបចំនិងអនុវត្តនយោបាយឧស្សាហកម្មរបស់រដ្ឋាភិបាលដែលដាក់ចេញដោយរដ្ឋាភិបាលទី2ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានមុខងារនិងភារកិច្ចគ្រប់គ្រងនិងការផ្សព្វផ្សាយបច្ចេកវិទ្យានិងស្តង់ដារដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្មរាយនិងធម្មពលទី3ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានភារកិច្ចរៀបចំអនុវត្តគោលនយោបាយជាតិលើវិស័យធនធានរាយក្នុងការសិក្សាស្រាវជ្រាវរុករកអភិវឌ្ឍជីកយកប្រតិកម្មបន្សុទ្ធនិងអាជីវកម្មទី4ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានមុខងារគ្រប់គ្រងអនុវត្តការងារសិក្សាស្រាវជ្រាវផ្សព្វផ្សាយទិន្នន័យភូមិសាស្ត្រលើកលែងតែអ្វីដែលជាតាក់ទងទៅនឹងប្រេងកាតនិងឧស្ម័នទី5ក្រសួងរាយនិងធម្មពលមានមុខងារនិងទូនាទីរៀបចំអនុវត្តនយោបាយជាតិលើវិស័យធម្មពលរៀបចំផែនការគោលការណ៍ច្បាប់និងសហប្រតិបត្តិការជាមួយនឹងស្ថាប័ននានាជាមួយនឹងបរទេសសម្ដៅអភិវឌ្ឍលើវិស័យធម្មពលទី6ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានមុខងារនិងភារកិច្ចសិក្សាស្រាវជ្រាវប្រព័ន្ធផ្គត់ផ្គង់ចែកចាយស្ថានីយអគ្គិសនីនិងវិតម្លៃសក្តានុពលវេរីអគ្គិសនីដើម្បីរៀបចំអនុវត្តគម្រោងប្រព័ន្ធអគ្គិសនីណាដែលការផលិតធម្មពលអគ្គិសនីជាគោលបំណងចម្បងទី7ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានទូនាទីរៀបចំនិងអនុវត្តនយោបាយផ្គត់ផ្គង់ទឹកស្អាតដល់ទីក្រុងនិងទីប្រជុំជនទី8ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានមុខងារគ្រប់គ្រងផ្សព្វផ្សាយការងារមាត្រាស័ក្តិទី9ក្រសួងឧស្សាហកម្មរាយនិងធម្មពលមានមុខងារនិងទូនាទីក្នុងការចូលរួមអនុវត្តការងារដែលពាក់ព័ន្ធទៅនឹងអាងទឹកទន្លេមេគង្គស្របតាមភារកិច្ចរបស់ក្រសួងទី1ក្រសួងរាយនិងធម្មពលមានរចនាសម្ព័ន្ធថ្នាក់ជាតិចឹងរចនាសម្ព័ន្ធលើថ្នាក់ជាតិមានដូចជាខុទ្ទកាល័យរបស់នាយករបស់រដ្ឋត្រីអគ្គនាយកដ្ឋានកិច្ចការទូតទី3អគ្គនាយកដ្ឋានធនធានរាយទី5អគ្គនាយកដ្ឋានធម្មពលទី6អគ្គនាយកដ្ឋានប្រេងកាតទី7អគ្គនាយដ្ឋាននិងទី8នាយកដ្ឋានសវនកម្មផ្ទៃក្នុងអញ្ចឹងអង្គភាពទាំង8នេះគឺស្ថិតលើក្រោមក្រសួង
ឧស្សាហកម្មរ៉ែនឹងថាមពលឬក៏ហៅថាអង្គភាពថ្នាក់ជាតិទីពីរអង្គភាពថ្នាក់ក្រោមជាតិអញ្ចឹងអង្គភាពនៅថ្នាក់ក្រោមជាតិមានដូចជាអ្វីខ្លះមានមន្ទីររ៉ែថាមពលរាជធានីខេត្តអញ្ចឹងប្រទេសកម្ពុជាយើងមាន24-25ខេត្តក្រុងមាន4ខេត្តនិងក្រុងនិងរាជធានីមួយអញ្ចឹងមានមន្ទីរគ្រប់ខេត្តទាំងអស់បាទអាហ្នឹងគេហៅថាអង្គភាពថ្នាក់ក្រោមជាតិចឹងបងប្អូនបានដឹងមកហើយថាក្រសួងមានតួនាទីភារកិច្ចនៅក្នុងការគ្រប់គ្រងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញហើយគ្រប់គ្រងពាក់ព័ន្ធទៅនឹងការប្រព្រឹត្តកម្មបន្សុទ្ធនឹងអាជីវកម្មជីកយករ៉ែឬក៏តាក់ទងជាមួយនឹងប្រេងកាតនិងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋានភូមិឃុំស្រុកខណ្ឌក្រុងហើយនឹងការផ្សព្វផ្សាយតាក់ទងនឹងការងារមាត្រាសាស្ត្របាទហើយនឹងជាពិសេសនោះគឺអនុវត្តការងារពាក់ព័ន្ធនឹងអាងទឹកទន្លេមេគង្គស្របតាមភារកិច្ចរបស់ក្រសួងបាទជាសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះហើយបងប្អូនសនំពរឲ្យខ្ញុំធ្វើវីដេអូអ្វីបន្តទៀតអាចសរសេរនៅក្នុង comment ដើម្បីសនំពរខ្ញុំបាទសូមអរគុណ